ក្នុងជីវិតប្រចាំថ្ងៃនាងជានិស្សិតសាកលវិទ្យាល័យធម្មតាប៉ុន្តែនៅលើបណ្ដាញសង្គមនាងជាអ្នកជំនាញតន្ត្រីបុរាណនិងនិពន្ធបទភ្លេងថ្មីៗជាច្រើននាងមានក្តីសុបិនចង់សហការជាមួយបរិសុទ្ធម្នាក់ដែលមានសម្លេងពីរោះនិងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមដូចគ្នាសម្លេងរបស់គាត់បានដកជាប់ក្នុងបេះដូងរបស់នាងប៉ុន្តែមិនដែលឃើញមុខគាត់ឡើយជានិស្ស័យនាងបានឮសម្លេងបរិសុទ្ធម្នាក់នៅខាងក្រៅដោយចៃដន្យហើយនាងក៏ស្គាល់ច្បាស់ថាជាម្ចាស់សម្លេងដែលនាងតែងតែចង់ជួបពួកគេចាំមានទំនាក់ទំនងជាមួយគ្នាហើយផ្ដើមពីតន្ត្រីរហូតដល់មានមនោសញ្ចេតនាស្នេហានេះជាខ្សែភាពយន្តបង្ហាញពីតន្ត្រីនិងមនោសញ្ចេតនាផ្អែមល្ហែមរបស់យុវវ័យក្នុងសម័យទំនើបទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងសូរសំឡេងដកក្នុងបេះដូងមានផ្សាយជូនទស្សនាចាប់ពីថ្ងៃអង្គារទី8ខែកក្កដាឆ្នាំ2025ជារៀងរាល់ថ្ងៃនៅវេលាម៉ោង11ព្រឹកនិងម៉ោង8យប់នៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ9